ជំរាបសួរបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តវិស័យកសិកម្មបាទពិសេសចិញ្ចឹមសត្វបាទជាលក្ខណៈគ្រួសារដូចជាមាន់ទាត្រីឬក៏កង្កែបជាដើមបាទអញ្ចឹងថ្ងៃនេះខ្ញុំលើកប្រធានបទមួយពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមទាកប៉ាបាទជាលក្ខណៈគ្រួសារអញ្ចឹងប្រធានបទថ្ងៃនេះស្វែងយល់ពីការចិញ្ចឹមទាកប៉ាបងប្អូនមុខរបរកសិកម្មដែលយើងអាចរកចំណូលបន្ថែមបាននៅក្នុងផ្ទះរបស់យើងបងប្អូនគឺមានច្រើនបាទប៉ុន្តែយើងចាប់របរណាដែលងាយហើយយើងចំណាយទុនតិចដើម្បីចាប់ផ្ដើមអញ្ចឹងថ្ងៃនេះខ្ញុំលើកប្រធានបទមួយនេះពាក់ព័ន្ធនឹងជាមួយការចំណាយលើកមកដើម្បីបង្ហាញទៅដល់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមសត្វដើម្បីស្វែងរកចំណូលបន្ថែមឆ្លៀតពេលទំនេរខ្លះឬក៏មានដីនៅសល់តិចតួចជុំវិញផ្ទះគឺយើងអាចកែសម្រួលសម្រាប់ចិញ្ចឹមទាកប៉ាបានបាទពីព្រោះទាកប៉ាវាងាយជាទូទៅការចិញ្ចឹមសត្វយើងត្រូវតែអនុវត្តទៅតាមបច្ចេកទេសឬក៏យើងអនុវត្តការចិញ្ចឹមដែលមានអនាម័យចំណីមានគុណភាពទឹកស្អាតស៊ីផឹកគ្រប់គ្រាន់ប៉ុន្តែតកតងទៅនឹងការចិញ្ចឹមទាកប៉ានេះគឺយើងអាចចិញ្ចឹមទៅតាមស្ថានភាពដីដែលយើងមិនអាចចិញ្ចឹមមាន់បានឧទាហរណ៍ថាមាន់ត្រូវការដីទួលខ្ពស់បាទប៉ុន្តែទាកប៉ាមិនចាំបាច់ទេបាទដីតូចល្មមបន្ទាប់មកមានដីទាបក៏យើងអាចចិញ្ចឹមបានដែរប៉ុន្តែលក្ខណៈពិសេសដែលយើងអាចតែជោគជ័យបានល្អប្រសើរនោះគឺទីទួលខ្ពស់មិនសើមបាទដីស្ងួតជានិច្ចយើងធ្វើរោងធ្វើអីឲ្យត្រឹមត្រូវទៅយើងទទួលបានជោគជ័យខ្លាំងជាងអ្វីដែលយើងចិញ្ចឹមនៅក្នុងភុកជ្រាំបាទប៉ុន្តែទាកប៉ាយើងអាចនៅក្នុងភុកជ្រាំបានដោយសារវាធន់បាទវាធន់ទៅនឹងជំងឺផ្សេងហ្នឹងដើម្បីកុំឲ្យខាតពេលវែងឆ្ងាយចំណុចមួយចំនួនភាពងាយស្រួលសម្រាប់បងប្អូនចាប់ផ្ដើមបាទចិញ្ចឹមទាកប៉ាបាទយ៉ាងហោចណាស់ក៏បងប្អូនអាចធ្វើជាម្ហូបបានក្នុងគ្រួសាររបស់បងប្អូនបើចាំទៅរកនៅពីខាងក្រៅឬក៏បងប្អូនមានចំណេះជំនាញទៅបងប្អូនអាចពង្រីកចិញ្ចឹមជាលក្ខណៈអាជីវកម្មបានហើយបាទប៉ុន្តែបងប្អូនអាចចាប់ផ្ដើមពីតិចអញ្ចឹងមុខរបរកសិកម្មនេះបងប្អូនបើសិនជាបងប្អូនទើបទាំងចាប់ផ្ដើមបងប្អូនកុំធ្វើធំពេកគឺបងប្អូនចាប់ពីតូចចាប់ពីតិចបាទប៉ុន្តែថ្ងៃណាមួយបងប្អូនគង់តែសម្លឹងទៅឃើញធំឯងបងប្អូនថ្ងៃណាមួយបងប្អូនសម្លឹងឃើញហើយនៅពេលដែលបងប្អូនចាប់ពីតិចហ្នឹងទៅបងប្អូនចិញ្ចឹមតិចតែបងប្អូនចិញ្ចឹមដោយយកចិត្តទុកដាក់នៅពេលដែលទទួលបានលទ្ធផលបងប្អូននឹងសម្លឹងមើលឃើញខ្ពស់មើលឃើញធំហើយបងប្អូនដោយសារទាកប៉ាយើងមានលក្ខណៈពិសេស3ដែលខ្ញុំលើកយកមកថ្ងៃនេះដែលធ្វើឲ្យយើងងាយស្រួលក្នុងការចិញ្ចឹមហើយវាមានលក្ខណៈសមស្របសម្រាប់នៅក្នុងស្រុករបស់យើងថ្មីត្បិតតែតម្លៃវាលំមពិតមែនក៏ប៉ុន្តែយើងអាចជ្រើសរើសពូជដែលធំធាត់លឿនណាបងប្អូនបាទដែលប្រើប្រាស់រយៈពេលខ្លីបាទអញ្ចឹងយើងស្វែងយល់ពីផលិតកម្មនេះបន្តិចឬក៏ស្វែងយល់ពីការចិញ្ចឹមទាកប៉ារបស់យើងហេតុអីបានជាយើងចាំបាច់ចិញ្ចឹមទាកប៉ាវាងាយស្រួលមិនអញ្ចឹងចំណុចទី1តម្រូវការដោយសាច់មានរសជាតិឆ្ងាញ់សាច់ច្រើនបាទអញ្ចឹងកប៉ាបើសិនជាយើងគិតមើលទៅពេញនិយមសម្រាប់ទីផ្សារនៅក្នុងស្រុកខ្មែរយើងហើយទីផ្សារបច្ចុប្បន្ននេះគេត្រូវការច្រើនមែនទែនបងប្អូនគេត្រូវការច្រើនណាបើសិនជាយើងសិក្សាស្វែងយល់ពីទីផ្សារគឺគេត្រូវការច្រើនណាបងប្អូនទីចំណុចមួយទៀតពេលបងប្អូនធ្វើជាម្ហូបអាហារអីក្នុងគ្រួសារបាទធ្វើតែមួយពីរអីទៅបបោបាទសម្រាប់ក្រុមគ្រួសារឬក៏មានបងប្អូនអីមកលេងអីខ្លះហ្នឹងបងប្អូនណាបាទលក្ខណៈពិសេសមួយទៀតចំណុចទី2លក្ខណៈពិសេសដែលធ្វើឲ្យយើងចិញ្ចឹមទទួលបានផលចំណេញច្រើនបាទទី1ចំណីងាយបងប្អូនទាកប៉ានេះខ្ញុំឃើញយើងផ្សំចំណីគ្រប់មុខគ្រប់បែបនៅក្នុងផ្ទះនៅក្នុងភូមិរបស់យើងអាចផ្សំវាយកមកធ្វើជាចំណីទាកប៉ាបានណាវាស៊ីច្រើនពិតមែនបងប្អូនប៉ុន្តែវាស៊ីចំណីដែលមិនសូវជាចំណាយលុយទេបាទចំណីផ្សំបាត់ពិសោធន៍ខ្ញុំផ្ទាល់គឺយើងលាយងាយបងប្អូន
បាទយើងផ្សំបានគ្រប់មុខគ្រប់បែបនៅក្នុងភូមិក្នុងផ្ទះរបស់យើងមានដើមចេកមានបន្លែបង្ការរជុំវិញផ្ទះហ្នឹងយើងអាចចិញ្ចឹមវាបានដែរបងប្អូនហើយយើងគ្រាន់តែចំណាយទៅលើចំណីខ្លះបាទចំណីក្រុមហ៊ុនណាបាទបើប្រៀបធៀបទៅមន់វិញបាទមន់ចំណាយខ្ពស់ជាងហើយកប៉ាដែលយើងជ្រើសរើសពូជល្អគឺយើងចិញ្ចឹមតែ2 ខែបងប្អូន2 ខែយើងអាចប្រមូលផលបានហើយមួយទៀតវាធន់ណាបងប្អូនវាធន់នឹងជំងឺបាទវាអាចខែវស្សាវាអាចដីសើមឬក៏វាត្រូវភ្លៀងអីបានបាទអត់ដូចមន់ទេបាទអ្វីត្បិតតែវាមានភាពស៊ាំឬក៏មានភាពធន់យ៉ាងណាក៏ដោយក៏វាត្រូវការនៅកន្លែងស្ងួតដែរបងប្អូនប៉ុន្តែបើសិនជាបងប្អូនធ្វើអត់ទាន់បានចឹងបងប្អូនអាចចិញ្ចឹមនៅតំបន់ដែលមានដីសើមឬក៏ដីទាបនឹងបានអត់អីទេហើយបន្ទាប់មកបងប្អូនចាប់ផ្ដើមកែលម្អទ្រុងរបស់បងប្អូនយើងគិតពិបាកបន្តិចថែទាំកូនវានៅរដូវត្រជាក់ឬក៏ខែធ្លាក់ខ្យល់អីបងប្អូនហ្នឹងហើយយើងពិបាកចំណុចហ្នឹងបន្តិចប៉ុន្តែបើសិនជាបងប្អូនចាប់ផ្ដើមធ្វើចាប់ផ្ដើមចិញ្ចឹមបងប្អូននឹងរកឃើញនៅចំណុចហ្នឹងបងប្អូនអាចស្វែងរៀនបន្ថែមបាទស្រាវជ្រាវបន្ថែមទៅបងប្អូនអាចរកចំណុចហ្នឹងឃើញហើយបាទសំខាន់ផុតយើងអាចសួរនាំគេខ្លះអញ្ចឹងណាសម្រាប់បងប្អូនថ្មីដែលគិតថាសម្រេចចិត្តក្នុងការចិញ្ចឹមទាកាប៉ាហ្នឹងបាទចំណុចមួយទៀតតកតងទៅនឹងការចិញ្ចឹមខ្ញុំមើលឃើញធំលឿនណាបងប្អូនធំលឿនរយៈពេលខ្លីទេជាក់ស្ដែងកាប៉ានេះត្រឹមតែ7 ខែបងប្អូនអាយុកាលវា7 ខែបាទមានមួយក្រុមវា2 ខែមួយក្រុមទៀតត្រឹម7 ខែខុសត្រូវគ្នាប្រហែលជា10 ថ្ងៃបងប្អូនអញ្ចឹងធំលឿនណាហើយបើយើងកលេចទៅមើលតម្លៃវិញធ្វើត្បិតតែ1 គីឡូ 10000ឬក៏11000កន្លែងខ្លះអាចលក់បាន12000បាទអញ្ចឹងតម្លៃហ្នឹងសមរម្យបាទបើយើងគណនាទៅនៅតែចំណេញដោយសារវាស៊ីចំណីដែលយើងអាចផ្សំបាននៅក្នុងផ្ទះរបស់យើងវាអត់រើសទេចំណីវាគ្រាន់តែចំណីដែលជូរប្អូនយើងមិនអាចដាក់វាបានទេយើងផលិតចំណីថ្មីឲ្យវាតកតងទៅនឹងការចំណាយមិនច្រើនទេរោងទីតាំងអញ្ចឹងដោយសាររោងយើងអាចធ្វើរោងល្មមបានមិនចាំបាច់តតែរោងនឹងចិត្តគុតភ្លៀងពីព្រោះអីខ្ញុំបានបង្ហាញពីខាងលើឯងវាអាចធន់វាអាចរស់បាននៅដីសើមរោងល្មមបងប្អូនអាចធ្វើសម្រាប់ចិញ្ចឹមទាកាប៉ានឹងបានដែរបាទបងប្អូនចាប់ផ្ដើមពីមេ3-4 ក្បាលឈ្មោលមួយមកបាទបងប្អូននឹងអាចពង្រីកទំហំនៃការចិញ្ចឹមនឹងបាននៅពេល1 ឆ្នាំឬក៏2 ឆ្នាំខាងមុខបាទសំខាន់បំផុតបងប្អូនច្បាស់ពីតិចហ្នឹងទៅបាទចំពោះទីតាំងវិញគឺយើងធ្វើនៅជ្រុងភូមិក្រោយផ្ទះអីបានយ៉ាងល្អបាទដីទាបដីល្មមហ្នឹងគឺយើងអាចចិញ្ចឹមវាបានណាបងប្អូនបាទហើយចំណុចទី3តកតទៅនឹងការអនុវត្តបច្ចេកទេសចំណុចនេះសំខាន់បើសិនជាបងប្អូនចង់ថែទាំកូនទាកាប៉ាដោយខ្លួនឯងនៅពេលដែលវាទៅនឹងញាស់ចឹងវាអត់ខុសពីការថែទាំកូនមន់ទេបងប្អូនបាទយើងត្រូវប្រើប្រាស់កម្ដៅបាទទ្រុងយើងត្រូវបិទបាំងវាឲ្យជិតបាទយើងអាចចំហពីលើចំហពីក្រោមឲ្យបានតែខាងយើងបិទបាំងវាឲ្យជិតកុំឲ្យវាត្រូវខ្យល់ខ្លាំងពេកបាទយើងប្រើប្រាស់ចំណីដែលមានគុណភាពហើយទឹកស្អាតហើយឲ្យវាស៊ីផឹកគ្រប់គ្រាន់ទៅយើងធ្វើដូច្នេះធ្វើឲ្យវាលូតលាស់ធំធាត់បានហើយបាទអញ្ចឹងបងប្អូនអាចធ្វើវ៉ាក់សាំងបាទបងប្អូនធ្វើវ៉ាក់សាំងវាឲ្យបានត្រឹមត្រូវករណីបងប្អូនចិញ្ចឹមតិចតួចจะនឹងពិបាកក្នុងការរកវ៉ាក់សាំងដែរប៉ុន្តែបើសិនជាបងប្អូនសហការគ្នាឧទាហរណ៍ថាភូមិហ្នឹងយើងចិញ្ចឹមគ្នាច្រើនទៅ4-10 គ្រួសារអញ្ចឹងទៅយើងបូកសរុបទៅយើងអាចស្វែងរកវ៉ាក់សាំងយកមកប្រើប្រាស់រួមគ្នាបានដែរបងប្អូនខ្លីបាទមានតែប៉ុណ្ណឹងសម្រាប់ការចែកម្លែកទាក់ទងនឹងការចិញ្ចឹមទាកាប៉ាហើយក៏សូមបញ្ជាក់ថាបងប្អូនចាប់ផ្ដើមពីការចិញ្ចឹមទាកាប៉ាបើសិនជាបងប្អូនមានទុនតិចតួចហើយដីបងប្អូនមិនទាន់សមស្របក្នុងការចិញ្ចឹមមាន់ណាបងប្អូនបាទបងប្អូនចាប់ពីទាកាប៉ាទៅបាទ
ហើយបើសិនជាបងប្អូនជោគជ័យទាកប៉ាបងប្អូនអាចចិញ្ចឹមពង្រីកឲ្យធំជាមួយនឹងទាកប៉ាហ្នឹងក៏បានដែរបងប្អូនបាទហើយវីដេអូបន្ទាប់ខ្ញុំនឹងបកស្រាយលម្អិតពាក់ព័ន្ធជាមួយនឹងកម្មវិធីវាក់សាំងទាកប៉ាបងប្អូនបងប្អូនអាចចាំទស្សនាស្វែងយល់ពាក់ព័ន្ធជាមួយនឹងកម្មវិធីវាក់សាំងទាកប៉ាបងប្អូនបាទអរគុណ